ពេលវេលាបែបនេះទស្សនភាពបែបនេះពុកម៉ែបងប្អូនអើយលុយទិញមិនបានទេពេលវេលាដើរចាប់ខ្យងរើសខ្យងបាទនេះគឺជាទស្សនភាពមួយដែលនៅក្នុងខេត្តព្រៃវែងពុកម៉ែបងប្អូនគាំទ្រអត់បើសិនជាខ្ញុំនឹងចំណាប់ថតបែបស្រុកស្រែអញ្ចឹងដូចមុនទៀតដោយសារពួកខ្ញុំមួយរយៈមុនពួកខ្ញុំរវល់រៀងខ្លួនអញ្ចឹងអត់ដែលបានថតចែកជូនពុកម៉ែបងប្អូនទស្សនាទេអញ្ចឹងពុកម៉ែបងប្អូនគាំទ្រអត់បើគាំទ្រខមមិនម្នាក់មួយមកបងប្អូនប្រកាសជាឆ្ងល់ថាមួយរយៈមុនខ្ញុំមួយចំណាប់មួយអីហ្នឹងគឺអត់ទៅបានថតដោយសារម្នាក់រវល់រៀងខ្លួនបាទហើយឥឡូវនេះពួកខ្ញុំក៏ចាប់ផ្ដើមថតលេងបដាវិញចែកជូនពុកម៉ែបងប្អូនទស្សនាបាទដោយសារខែនេះគឺជាខែមួយដែលថាស្រូវឡើងខៀវខ្ចីហ៎បាទខែភាសាអញ្ចឹងទៅហើយពួកខ្ញុំក៏បានថ្ងៃនេះដើររើសខ្យងដើរអីមួយយ័នម្ចាស់ស្រុកម្ចាស់ទឹកម្ចាស់ដីនៅខាងព្រៃវែងស្រុកទីថោកដាលហើយខ្យងនេះហ៊ាននិយាយថាខ្យងស្រែពិតតែម្ដងបាទស្បត់អាណាក៏ស្បត់ដែរថាខ្យងហ្នឹងទិញមកវិផ្សារហើយនិយាយពីថាមួយយ័នវិញប៉ិនសំដែងណែធ្វើបាដាក់កញ្ច្រែងតែពិតខ្យងយូរមកវិផ្សារសម្រាប់ឯនេះជ្រិញមួយយ័នពេចដាក់មួយជើងធ្លាក់ទឹកបដ ாய் និយាយទៅមួយយ័នមួយរយៈនេះសាច់កម្មដល់ហើយគេធ្វើបាបរហូតគេទះកភ្លៀងផងគេអីផងបាទហើយខ្យងតំណងមែនតើងាយធ្វើស៊ីឲ្យឆ្ងាញ់ងាយស្គរមួយអញដែរជាមួយអញណាស្គរអញដែរនេះខ្មាប់ធ្វើស៊ីឲ្យឆ្ងាញ់បើមិនឆ្ងាញ់ទេអញកាត់តែខែងឯងយល់ហើយមីកអាតែគាត់ឡើងងឺលត់ជាងអញលេងក្លេមណៃអាតែគាត់តែមែនតើអញឡើងងឺលត់ជាងធ្វើដូចស្គាល់ទឹកដៃកម៉ាប់ដៃប្រុសសុទ្ធ 100% តែម្ដងបាទរកកាយវិការក្នុងចិត្តវាជាមនុស្សស្រីបាទហើយជះយើងក៏មានដឹងយើងដែរជះចំកដាលមុខយើងតែម្ដងបាទហើយល្ងាចឡើងនិយាយថាខ្យល់រសៀកតែម្ដងបីរកភ្លៀងរកអីទៀតចឹងណាហើយនិយាយថាទេសភាពខែនេះស្អាតមែនតើល្ងាចឡើងដើររើសខ្យងដើររើសអីមួយកម៉ាប់មួយយ័នអីជួបជុំគ្នានិយាយថាជាតិតែម្ដងមកសាក់ទឹកមាត់ឃើញហើយល្ងាចឡើងយើងអត់ដឹងទៅណាបន្ទាប់ពីធ្វើការងារ stress អីគ្រប់គ្នាចឹងមកស្ងោខ្យងស្ងោអីហូបនៅបែបស្រុកស្រែបាទនេះក៏មកកំពុងគោវាឲ្យសប់ល្អហើយខ្ញុំនេះកំពុងធ្វើការភ្លក់មួយយ័ននោះអង្គុយបកពងទាទៀតស្អីទេពុកម៉ែបងប្អូនអើយស្រុកស្រែមានប៉ុណ្ណឹងបាទមានខ្យងមានខ្ចៅមានអីហ្នឹងអង្គុយទៅសភាពខ្យល់បក់រសៀកទឹកត្រជាក់ល្អហើយនិយាយថាខ្យងខែហ្នឹងពុកម៉ែបងប្អូនអើយខ្ទិះសន្លប់តែម្ដងបាទហើយនេះចាន់ហើយអាខ្យងយើងស្ងោមិញហ្នឹងខ្យងទិញមកផ្សារហ្នឹងខ្យងនេះខ្យងធម្មជាតិណាមិនមែនខ្យងគេចិញ្ចឹមខ្យងអីទេខ្យងធម្មជាតិគាត់ថាយើងទិញមកពីផ្សារឥឡូវយើងរៀបចំដាក់ចានដាក់អីហើយនិយាយថាតំណងមែនតើនិយាយថាមុខម្នាក់ណែមុខមួយយ័នវិញដូចលោហានប្រក្រាបនេះអញ្ចឹងមុខស្អាតបើគាត់មិនថាស្អាតណែក៏ធ្វើកំិចកំមើមដូចស្រីចាឥឡូវនេះខ្យងស្ងោររបស់យើងគឺថាឆ្អិនហើយណាចាឥឡូវនេះខ្ញុំធ្វើការភ្លក់អ្នកទាំងអស់គ្នាមើលតែម្ដងចាមកឲ្យម៉ែភ្លក់មុន